នេះគឺជាពេលវេលាសំខាន់សម្រាប់ប្រជាជនកម្ពុជានៅពេលបច្ចុប្បន្នពិភពលោកកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័សហើយតំបន់របស់យើងក៏កំពុងរងឥទ្ធិពលដែរអតីតកាលបានបង្ហាញយើងម្ដងហើយម្ដងទៀតនៅពេលយើងមិនបានត្រៀមខ្លួនតម្លៃដែលត្រូវបង់គឺខ្ពស់ណាស់សន្តិភាពមិនមែនកើតឡើងដោយចៃដន្យទេវាត្រូវការពារដោយការយល់និងការរួបរวมមនុស្សគ្រប់រូបមិនថាជាអ្នកណាក៏ដោយសុទ្ធតែមានតួនាទីក្នុងការការពារប្រទេសកម្លាំងពិតប្រាកដមិនមែនមកពីអាវុធទេតែមកពីចិត្តស្មោះនិងភាពរួបរวมនេះគឺជាសារសំខាន់សម្រាប់ថ្ងៃនេះនិងអនាគតរបស់យើងមានតែអំណាចពិតប្រាកដប៉ុណ្ណោះដែលអាចការពារប្រជាជាតិបានស្ទើរនឹងស្វែងរកហេតុផលណាមួយដើម្បីធ្វើការឈានពាននៅអនាគតហេតុការណ៍បែបនេះនឹងកើតឡើងម្ដងហើយម្ដងទៀតដោយសារបុគ្គលមួយចំនួននៅក្នុងថ្នាក់ដឹកនាំនៃប្រទេសថៃបានប្រើនយោបាយដើម្បីលើកតម្លៃអំណាចរបស់ខ្លួនខ្មែរនឹងភ្លឺចែងចាំងគ្មាននរណាម្នាក់នៅលើពិភពលោកនឹងការពារយើងបានទេបើគ្មានការរួបរวมរឹងមាំរវាងប្រជាជននិងកងកម្លាំងការពារជាតិ